ថ្ងៃនេះទៅផ្សាររកនឹកមើលម្ហូបមិនដឹងថាចង់ញ៉ាំអីទេបងប្អូនអើយឃើញគេលក់ត្រីតំណងល្អពេកក៏នឹកឃើញម្ហូបមកគឺត្រីចំហុយទឹកស្អ៊ីវបងប្អូនហើយមុខម្ហូបនេះធ្វើរៀងយូរបន្តិចប៉ុន្តែនៅពេលដែលយើងធ្វើហើយគឺថាញ៉ាំលឿនមែនទែនបងប្អូនមើលតែក្បាលវីដេអូធ្វើទៅដឹងហើយនេះតំណងឆ្ងាញ់អត់ទេបងប្អូនហើយគ្រឿងផ្សំសម្រាប់ដែលយើងយកមកធ្វើត្រីចំហុយទឹកស្អ៊ីវនោះមានដូចជាម្ទេសប្លោកសម្រាប់ម្ទេសប្លោកនេះបងប្អូនអាចយកពណ៌ក្រហមក៏បានពណ៌លឿងក៏បានពណ៌ខៀវក៏បានដែរបងប្អូនតាមការស្រឡាញ់នេះណាហើយមានដូចជាខ្ញីហើយនឹងផ្សិតទៅបងប្អូនផ្សិតនេះបងប្អូនផ្សិតក្រៀមហ្នឹងបងប្អូនយកទៅត្រាំទឹកវារៀងយូរបន្តិចណាដើម្បីឲ្យវារីកយើងពេលដែលយើងហាន់ទៅគឺវាស្រួលហើយវាស្វិតល្អអញ្ចឹងណាបងប្អូននេះហើយត្រីនេះគឺយើងលាងសម្អាតទឹកឲ្យស្អាតហើយយើងទុកវាឲ្យរៀងសោះទឹកឲ្យស្ងួតបងប្អូនហើយខ្ទឹមណាំសម្រាប់ត្រីនេះដែរបងប្អូនអាចពុះវាដូចជាងៀតក៏បានឬក៏ប្រលះសាច់វាអញ្ចឹងក៏បានដែរបងប្អូនសម្រាប់ខ្ញុំធ្វើត្រីមូលហ្នឹងគឺខ្ញុំប្រលះសាច់វាអញ្ចឹងដើម្បីយើងធ្វើការញាត់ជាមួយនឹងខ្ញីដែលយើងបានហាន់នឹងអញ្ចឹងបងប្អូនដើម្បីកាត់ឆ្អាបឥឡូវត្រីនេះយើងធ្វើការហាន់វាហើយយើងមកធ្វើការហាន់ជាមួយនឹងម្ទេសប្លោកបងប្អូនសម្រាប់ម្ទេសប្លោកនេះបងប្អូនហាន់រាងស្ដើងបន្តិចទៅណាបងប្អូនហាន់វែងអញ្ចឹងមកហើយបន្តមកទៀតយើងមកធ្វើការហាន់ជាមួយនឹងខ្ញីរបស់យើងសម្រាប់ខ្ញីនេះដែរបងប្អូនហាន់ជាបន្ទះស្ដើងហើយយើងទុកខ្លះហើយនឹងយើងមួយចំណែកបងប្អូនត្រូវយកវាទៅចិតជាសរសៃល្អិតតូចអញ្ចឹងណាបងប្អូនហើយសម្រាប់ខ្ទឹមនេះដែរគឺយើងធ្វើការហាន់វាឲ្យរាងវែងបន្តិចមកបងប្អូនដើម្បីយើងធ្វើការទុកដាក់រោយនៅលើត្រីរបស់យើងឲ្យមានម៉ូតស្អាតអីអញ្ចឹងណាហើយសម្រាប់ទឹកខ្ទឹមនេះយើងពេលហាន់ហើយត្រូវយកវាទៅត្រាំទឹកអញ្ចឹងដើម្បីឲ្យវាមើលទៅរួញកញ្ញាញស្អាតដល់ពេលយើងដាក់លើត្រីអញ្ចឹងណាបងប្អូនហើយខ្ញីដែលយើងបានហាន់មិញហ្នឹងយើងមកធ្វើការញាត់ជាមួយនឹងត្រីរបស់យើងនេះបងប្អូនយើងធ្វើការញាត់តាមសាច់ត្រីរបស់យើងបានផ្លះហ្នឹងទៅដើម្បីឲ្យវាកាត់ឆ្អាបអញ្ចឹងណាហើយសល់ប្រហែលទៀតគឺយើងញាត់នៅក្នុងពោះមានដូចជាខ្ញីហើយនៅស្លឹកខ្ទឹមដែលយើងបានហាន់មិញអញ្ចឹងណាយើងធ្វើការហាន់ដាក់ញាត់ត្រីនឹងហើយឥឡូវនេះយើងមកធ្វើការរៀបជាមួយនឹងចានរបស់យើងដើម្បីចំហុយជាមួយនឹងត្រីបងប្អូនសម្រាប់ទ្របនៅក្រោមត្រីនេះមានដូចជាខ្ញីដែលយើងបានហាន់មិញហើយនឹងស្លឹកខ្ទឹមបងប្អូនឥឡូវនេះត្រីរបស់យើងគឺបានរៀបរួចរាល់ហើយយើងធ្វើការដាក់ចំហុយតែម្ដងបងប្អូននេះយើងធ្វើការចំហុយត្រីនឹងរៀងយូរដែរអញ្ចឹងយើងមកធ្វើទឹកស៊ុសលាយជាមួយនឹងត្រីរបស់យើងសម្រាប់ត្រីនៅលើត្រីបងប្អូនជាបងប្អូនត្រូវខ្លាញ់ឲ្យរៀងក្តៅបន្តិចមកបន្តមកទៀតចាក់ខ្ទឹមដែលយើងបានចិញ្ច្រាំបងប្អូនលីងវាទៅឡើងឈ្ងុយហើយសម្រាប់ខ្ទឹមនេះដែរគឺបងប្អូនកុំឆាវាទាំងអស់ហើយយើងដកពាក់កណ្ដាលទុកសម្រាប់នៅពេលដែលត្រីឆ្អិនយើងចាំស្រោចពីលើវាបងប្អូនហើយខ្ញីដែលយើងបានហាន់មិញហ្នឹងជាមួយនឹងទឹកក្រៀមហ្នឹងយើងធ្វើការឆាឲ្យវាឡើងឈ្ងុយបន្ទាប់ទៅបន្តមកទៀតយើងធ្វើការលាយគ្រឿងបងប្អូនយើងធ្វើការដាក់ជាមួយនឹងទឹកប្រេងខ្យងទឹកស៊ីអ៊ីវតមកទៀតយើងដាក់ទឹកម្សៅស៊ុបបងប្អូនម្សៅស៊ុបប្រើតាមចុងកាព្រីនឹងមកបន្តមកទៀតប៊ីចេងយើងដាក់មក1ស្លាបព្រាកន្លះចឹងបងប្អូនហើយនឹងស្ករត្នោតយើងធ្វើការជ្រុំគ្រឿងនឹងចូលគ្នាឲ្យសព្វណាបងប្អូនហើយបងប្អូនលួចដាក់អំបិលមកទឹកផងបងប្អូនយើងធ្វើការកូរគ្រឿងហ្នឹងទៅឲ្យវាឡើងចឹងល្អហើយបន្តមកទៀតយើងធ្វើការចាក់ជាមួយនឹងម្ទេសប្លោកដែលយើងបានហាន់ស្ដើងហ្នឹងបងប្អូនយើងឆាគ្រឿងរបស់យើងនឹងឲ្យឡើងល្មួតចូលគ្នាហើយបន្តមកទៀតយើងធ្វើការដាក់ជាមួយនឹងទឹកបន្តិចទៅកុំឲ្យវាខាប់ពេកណាឥឡូវនេះដែរយើងធ្វើការរំងាស់វាឲ្យឆ្អិនទៅយើងភ្លក់មើលរសជាតិតាមចំណង់ចំណូលចិត្តដែលយើងចង់ញ៉ាំអញ្ចឹងណាប្រៃតាមសាបគឺតាមហ្នឹងទៅបងប្អូនហើយងាកមកមើលត្រីរបស់យើងនេះវិញគឺឡើងឆ្អិនហើយបងប្អូននេះគ្រាន់តែបកកម្របឆ្នាំវិញគឺថាឈ្ងុយក្លិនត្រីរបស់យើងជាមួយនឹងខ្ញីដែលយើងបានចំហុយលាយគ្នាអញ្ចឹងណាហើយឥឡូវត្រីរបស់យើងបានឆ្អិនរួចរាល់ហើយយើងធ្វើការចាក់ជាមួយនឹងគ្រឿងទឹកស៊ុសដែលយើងបានឆាមិញហ្នឹងបងប្អូនមើលទៅឃើញថាតំណងទេសម្រាប់ត្រីចំហុយទឹកស្អ៊ីវមួយមុខនេះបើសិនជាបងប្អូនឆាគ្រឿងហើយស្រេចអញ្ចឹងយកមកស្រោចពីលើនិយាយពីថាជាតិណាបងប្អូនដែលចូលជាតិជាមួយនឹងគ្រឿងដែលយើងបានលាយឡំគ្នាអញ្ចឹងគឺវាចូលជាតិគ្នាបានល្អបងប្អូនបន្ទាប់មកយើងធ្វើការដាក់ស្លឹកខ្ទឹមបន្តិចហើយនឹងខ្ទឹមបំពងដែលយើងបានលីងមុនហ្នឹងបងប្អូនបន្ទាប់ពីយើងធ្វើការដាក់ខ្ទឹមបំពងស្លឹកខ្ទឹមអីរួចរាល់ហើយយើងធ្វើការស្រោចជាមួយនឹងខ្លាញ់បងប្អូនសម្រាប់ខ្លាញ់នេះដែរយើងប្រើឲ្យខ្លាញ់ខ្លាំងមែនទែនបងប្អូនអ្នកយើងស្រោចពីលើហ្នឹងទៅឲ្យលុយសូឈូតែម្ដងបងប្អូននេះហើយឥឡូវនេះត្រីរបស់យើងគឺបានរួចរាល់ហើយមើលទៅតំណងឆ្ងាញ់ទេបងប្អូនទាំងពណ៌ទាំងរសជាតិគឺថាឆ្ងាញ់តែម្ដងមើលទៅរូបរាងគេដឹងហើយនេះ
តែឥឡូវបងប្អូនត្រីរបស់យើងនេះគឺបានចិនរួចរាល់ហើយមកធ្វើការញ៉ាំទាំងអស់គ្នាបងប្អូនง่ายมากTrước máu á